Nên tụi conនៅពេលដែលយើង design នៅក្នុង Canva ធម្មតាយើងមាន script ឬក៏ note អីមួយចំនួនហើយនៅពេលដែលយើង design ហ្នឹងអ្នកទាំងអស់គ្នាក៏អាច note ឬក៏ keep script ទាំងអស់ហ្នឹងនៅក្នុង note នៅក្នុងកន្លែង Canva នេះដែរអញ្ចឹងនៅក្នុង Canva នៅ project មួយនៅ page មួយហ្នឹងវាមាន note ឧទាហរណ៍ថានៅក្នុងនេះអ្នកទាំងអស់គ្នាត្រូវ keep note នៅក្នុង product អ្នកគ្នាចង់សរសេរអីអញ្ចឹងណាអញ្ចឹងយើងមិនបាច់ត្រឡប់ទៅអ្នកខ្លះ keep note ហ្នឹងនៅណាសរសេរអីអញ្ចឹងណាតែបើយើងមានស្រាប់ហើយអ្នកគ្នា note កន្លែងនេះឬក៏អ្នកគ្នាអាច note អ្វីនៅក្នុងទំព័រហ្នឹងថារបៀបម៉េចអញ្ចឹងណាឧទាហរណ៍ថានៅក្នុងកន្លែងនេះខ្ញុំនឹង design ហើយខ្ញុំមាន note មួយនេះ note ដែលខ្ញុំអាចនឹងសរសេរនៅក្នុងហ្នឹងឧទាហរណ៍ខ្ញុំមិនបាច់ត្រឡប់ចុះត្រឡប់ឡើងទេខ្ញុំចង់ note ក្នុងហ្នឹងអញ្ចឹងនៅពេលដែលខ្ញុំកំពុង design ហ្នឹងខ្ញុំមាន note នៅក្នុងហ្នឹងមើលក្នុងទំព័រហ្នឹងខ្ញុំមានអក្សរឬក៏ script នៅក្នុងហ្នឹងខ្ញុំ note ថាម៉េចឬក៏ខ្ញុំគាត់ទៅ copy ពីអាហ្នឹងមកខ្ញុំ copy វាហើយខ្ញុំយកវាមកដាក់នៅលើ project ខ្ញុំហ្មងអញ្ចឹងនៅពេលដែលយើងបាន note វានៅក្នុងហ្នឹងខ្ញុំសូមបញ្ជាក់ថា note ហ្នឹងអ្នកទាំងអស់គ្នាអាចសរសេរអីក៏បានដែរតែជាទូទៅ note នេះវាងាយស្រួលដោយសារតែពេលខ្លះខ្ញុំមាន idea អីនៅក្នុងproject ហ្នឹងអញ្ចឹងខ្ញុំទៅសេទុកនៅហ្នឹងហ្មងទៅនៅពេលដែលខ្ញុំបើកទៅទំព័រនៅក្នុងហ្នឹងទៀតខ្ញុំគាត់ទៅ copy ដាក់អីឥឡូវខ្ញុំចូលទៅទំព័រថ្មីមួយទៀតវាក៏មាន note ដែរអ្នកគ្នាយើងចូលទៅកន្លែង note ដូចគ្នាហើយយើង copy paste អ្វីក៏បានឬក៏អ្នកគ្នាទៅ say note នៅនឹងផ្ទាល់ក៏បានដែរអញ្ចឹងវីដេអូនេះខ្ញុំគាត់ចង់បង្ហាញពីអត្ថប្រយោជន៍នៃ note ទៅអ្នកគ្នាដឹងថានៅក្នុង Canva នៅក្នុង page នីមួយៗវាមាន note អញ្ចឹងអ្នកគ្នាអាចប្រើប្រាស់ note ហ្នឹងតាមតម្រូវការឬក៏ប្រភេទនៃការប្រើប្រាស់របស់អ្នកទាំងគ្នារៀងខ្លួនបាយ